នាព្រឹកថ្ងៃពុធ500ខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី6ខែឧសភាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនិងលោកជំទាវវងគុណធារីឆៃរិទ្ធិសែនរួមជាមួយឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចូលរួមនៅក្នុងពិធីដង្ហែសពឧបាសកផៃអៀងដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តមផៃចន្ទធីអនុរដ្ឋលេខាធិការនិងជានាយកខុទ្ទកាល័យនៃក្រសួងអភិវឌ្ឍជនបទចេញពីគេហដ្ឋាននៃសពដែលស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញឆ្ពោះទៅបញ្ចុះនៅវត្តគៀនស្វាយក្រៅស្ថិតនៅក្នុងឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលជាកិច្ចជូនដំណើរជាលើកចុងក្រោយជាមួយនឹងមនោសញ្ចេតនាប្រកបដោយសមានតុនោះឯកឧត្តមឆៃរិទ្ធិសែននិងលោកជំទាវព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់បានឧទ្ទិសបួងសួងដល់ដៃជះបារមីនៃព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជួយយិត្តយោងដួងវិញ្ញាណក្ខន្ធរបស់ឧបាសកផៃអៀងសូមបានទៅសោយសុខនៅក្នុងសុគតិភពកុំបីខ្លាយជាបការៈដតីឡើយសូមរំលឹកជូនផងដែរថាឧបាសកផៃអៀងបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ2រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី3ខែឧសភាឆ្នាំ2026នៅវេលាម៉ោង 1:23 នាទីរសៀលក្នុងជន្មាយុ88ឆ្នាំដោយជរាពាធ